ភាសាខ្មែរការស្ដាប់រឿងសេដ្ឋីនិងអ្នកលក់ធ្យូងព្រឹកនេះនៅពេលចេញលេងកុមារវាសនាដែលជាកូនសេដ្ឋីបានឆ្លុះគ្នាដណ្ដើមសៀវភៅមើលពីកុមារគីមដែលជាកូនអ្នកលក់ធ្យូងវាសនាដណ្ដើមសៀវភៅមិនបានខឹងពេកក៏ស្រែកតេះដៀលគីមថាឪពុកឯងជាអ្នកទីតលក្ររកស៊ីលក់ធ្យូងថក់ទៀតណាស់គ្មានពូជអំបូរទេគីមឮសម្ដីនេះមានការអៀនខ្មាស់ជាខ្លាំងមុខគេឡើងក្រហមគីមខំមិតសម្រក់ទឹកភ្នែកអួលដើមករោគឆ្លើយអ្វីពុំរួចពេលមកដល់ផ្ទះគីមនិយាយរឿងហេតុប្រាប់ឪពុកខ្លួនឪពុកគីមអន់ចិត្តជាខ្លាំងរសៀលថ្ងៃដដែលឪពុកគីមបានបណ្ដាគីមទៅសាលារៀនដើម្បីរាយការណ៍ប្តឹងទៅលោកគ្រូតាមដំណើររឿងកឹបជួនពេលនោះលោកសេដ្ឋីក៏បានជូនកូនមកដល់មុខបន្ទប់រៀនដែរសេដ្ឋីឮសំឡេងជជែកគ្នាពីឈ្មោះកើតក៏ដើរចូលមកលោកគ្រូសួរថាលោកសេដ្ឋីអ្នកលោកធ្យូងនេះមកប្តឹងខ្ញុំដើម្បីរកយុត្តិធម៌អំពីរឿងកូនលោកនិយាយតេះដៀលកូនកថាឪពុកឯងជាអ្នកទីតលក្ររកស៊ីលោកធ្យូងថក់ទៀតណាស់គ្មានពូជអំបូរទេសេដ្ឋីជ្រួញចិញ្ចើមទឹកមកស្ងួតងាកមកសួរកូនគាត់ថាតើពាក្យនេះជាពាក្យពិតដូចឯងថាមែនទេវាសនាឈោស្ងៀមអោនមុខជ្រប់ឃើញដូច្នេះសេដ្ឋីទានដៃកូនឈោមកគីមហើយបង្គាប់ថានិយាយសំទោសមិត្តឯងភ្លាមទៅវាសនាមុខវាសនាឡើងក្រហមដោយអាម៉ាស់ឆ្ងក់មុខចុះដោយឥតនិយាយស្ដីអ្វីមួយម៉ាត់សោះសេដ្ឋីប្រាប់កូនបន្តទៀតថាម្ដេចមិននិយាយទៅឥឡូវចាំថាតាមពុកអត់ទោសឲ្យខ្ញុំផងចុះគីមនៅពាក្យមិនគប្បីដែលខ្ញុំបានមើលងាឪពុកឯងហើយនៅពេលនេះឪពុកខ្ញុំនឹងសុំឪពុកឯងធ្វើជាមិត្តទៅអនាគតអ្នកលក់ធ្យូងឮដូច្នោះក្រក់ឈរលើកដៃហាមវាសនាមិនអោយនិយាយតែលោកសេដ្ឋីមិនយល់ស្របតាមវាសនាងើបមើលមុខឪពុកបន្តិចរួចក៏ធ្វើតាមពាក្យឪពុកប្រាប់វាសនាពោលចប់សេដ្ឋីក៏ស្ទុះទៅចាប់ដៃអ្នកលក់ធ្យូងយ៉ាងណែននិងយ៉ាងស្និទ្ធស្នាលរួចច្រានវាសនាឲ្យទៅអបជាមួយគីមបន្ទាប់មកលោកសេដ្ឋីនិយាយនឹងលោកគ្រូថាសូមអនុគ្រោះឲ្យកូនខ្ញុំម្ដងចោះសូមលោកគ្រូមេត្តាដាក់កុមារទាំងពីរនេះឲ្យអង្គុយតុជាមួយគ្នាចាប់ពីពេលនេះតទៅលោកគ្រូញញឹមទទួលយល់ព្រមចប់សពគ្រប់ហើយអ្នកទាំងអស់គ្នាក៏លាចេញទៅមិនថាមានឬក្រយើងត្រូវរួមសាមគ្គីស្រឡាញ់រាប់អានគ្នាទៅវិញទៅមក